solar một đào của solar một đào này đầm lại pi rồi sàn sập ram đà la solarมันsẽไหลแต่อ่ะยังเทอร์โบนี่ไหลดีไซน์แล้วนี่ชอครั้งยังเทอร์โบเจม้าวิจวบไม่หนูยังเทอร์โบเจม้าวิจวบโอ้ให้ทนอัดบะอัดอีตนาเลยอันนี้ชั่วโยมก็โจรวมมาดาวนั้นตะไล30 ดอลลาร์មួយដើមបងភ្លឺយកឡើងភ្លឺព្រឹកឡើងដល់ភ្លឺអញ្ចឹងទៅมันវាបិទវិញវាបិទញាតិញោមមានសទ្ធាអីក៏អាចបិណ្ឌបាតស្នើសុំបិណ្ឌបាតញាតិញោមដែលបានទស្សនាវីដេអូដែលអាត្មាបានថតបង្ហាញចូលរួមសូឡាបានមួយដើមឬក៏សូឡាមួយក៏បានញាតិញោមសូឡាមួយតម្លៃ45 ដុល្លារបងសូឡាមួយនោះតម្លៃ45 ដុល្លារនោះភ្លឺល្អញាតិញោមនេះអាត្មាកំងគេតាមเพจបងសូឡាមួយតម្លៃ45 ដុល្លារញាតិញោមមានសទ្ធាជ្រះថ្លាអាចចូលរួមជាមួយអាត្មាភាពបងហើយយើងដាក់នៅក្នុងវត្តភ្នំបៃសីនេះវិសាវត្តនេះនៅក្នុងព្រៃបងយើងប្រើភ្លើងសូឡាអត់ទាន់បានភ្លឺគ្រប់ជ្រុងទេបងនៅល្ងិតភ្លឺដោយឡែកហើយអាផ្លូវចូលនោះគឺអត់ភ្លឺទេដោយសារយើងអត់មានសូឡាទៅញាតិញោមបានឃើញបានទស្សនាហើយបងមានសទ្ធាជ្រះថ្លាចូលរួមបងណានេះមកថតបង្ហាញទស្សនវិជ្ជាពេលយប់បងនៅក្នុងវត្តភ្នំបៃសីសូឡាមួយដើមនេះភ្លឺល្អញោមភ្លឺល្អកម្ពស់វា6 ម៉ែត្របង6 ម៉ែត្រកម្ពស់វានេះ6 ម៉ែត្រភ្លឺដល់ព្រឹកបងព្រឹកឡើងបានវាអលត់ភ្លឺល្អហើយកម្ពស់វាល្អទៀតខ្យល់វាយមិនក៏អត់រគោះរកើទៅណាទេវាអត់យកបើបកលសូឡាមូលនោះខ្យល់វាយទៅយកវាបាក់វាធ្លាក់មកដល់ពេលយើងដាក់បកលរឹងមាំចេះមកខ្យល់ខ្លាំងប៉ុណ្ណាក៏អត់អង្គើដែរញោមតែអញ្ចឹងវានឹងស្គាល់មកនឹងក៏នឹងញាតិញោមមានសទ្ធាបងតាមសទ្ធាណាញោមចូលរួមមកគ្រួសារបានមកបកលមួយល្អប៉ុណ្ណេះហើយយើងដាក់ឈ្មោះផ្លាកឈ្មោះញាតិញោមក៏ចូលរួមប៉ុណ្ណេះយើងរៀបចំដាក់អញ្ចឹងប៉ុណ្ណាដើម្បីម្ចាស់សទ្ធាគាត់យើងកប់កំណត់ទ្រព្យសម្បត្តិហើយយើងចូលរួមកសាងចាប់មគ្គផលអញ្ចឹងទៅដាក់នៅក្នុងវត្តភ្នំបៃសីស្រុកស្លាក្រៅខេត្តបៃលិន